បងប្អូនអរគ្នានេះគឺជា Nobia V80 បាទ Nobia V80 ដែលល្បីថាមានរូបរាងដូចទៅនឹង iPhone 17 Pro Max របស់គេនោះបាទហើយតកតងជាមួយនឹងកាដូ free ដែលគាត់ដាក់ក្នុងប្រអប់នេះយើងមើលទៅគឺវាមានរូបរាងបាទទាំងស្រុងហ្មងដូចទាំងកាកត្មងទៅនឹង iPhone 17 Pro Max ហើយនៅក្នុងពេលនេះខ្ញុំនឹងធ្វើការ unboxing បាទទាំងពីរពណ៌បាទក្នុងនេះគេដាក់មកមានពីរពណ៌បងប្អូនអរគ្នានេះគឺជាកាដូ free របស់វាទេដែលដាក់ជាមួយនឹងទូរស័ព្ទរបស់វាមកហើយនៅក្នុងកាដូ free របស់វាបងប្អូនអរគ្នាឃើញមានបាទមានដូចជាអានេះ screen របស់វាបងប្អូននេះ screen របស់វានេះគឺជាសំបក case របស់វាបាទនេះ case 17 Pro Max តាមពិតវាគឺជា Nobia V80 ទេបាទអញ្ចឹងអ្នកទាំងអស់គ្នានឹងបានឃើញរូបរាងរបស់វានៅក្នុងពេលនេះតែម្ដងហើយខ្ញុំនឹងធ្វើការ unboxing បាទហើយតកតងនេះកាដូរបស់វានេះគឺជាកាដូមកពីក្រុមហ៊ុនទេហើយយើងពេលដែលយើងទិញទៅយើងមានកាដូ free ពីហាងថែមទៀតពីហាងសីហាសីឡាផ្សារណោតឹងអូខេឥឡូវខ្ញុំធ្វើការ unboxing ទាំងពីរពណ៌ជូនបងប្អូនអរគ្នាប៉ុន្តែមុននឹងធ្វើការ unboxing ខ្ញុំសូមរាយរាប់អំពី spec របស់វាជូនបងប្អូនអរគ្នាបន្តិចសិនទៅបាទនេះគេដាក់ទំហំទុក 128G ហើយនឹងទំហំ RAM 8/8G បាទបងប្អូនអរគ្នាវាមានទំហំទុកមួយទៀតបាទមានរហូតដល់ 256G ប៉ុន្តែក្រុមហ៊ុនវាយផ្លាកតម្លៃហ្នឹងគឺខុសគ្នាតកតងជាមួយនឹងទំហំទុក 128G ដែលមាន RAM 8/8 នេះក្រុមហ៊ុនដាក់លក់នៅក្នុងតម្លៃ$139ប៉ុន្តែអា 256G ហ្នឹងក្រុមហ៊ុនដាក់លក់នៅក្នុងតម្លៃ$159អញ្ចឹងយើងមើល spec របស់វាគឺវាប្រើប្រាស់កាមេរ៉ា50 megapixel ហើយជាប្រភេទកាមេរ៉ា AI បងប្អូនអរគ្នាហើយជាមួយទំហំអេក្រង់លាតធំរហូតដល់ 6.75 បាទក៏ដាក់ high res ហើយល្បឿនអេក្រង់ refresh rate គឺ 120Hz ហើយមានកម្រិតពន្លឺរហូតដល់ 1000 nit បងប្អូនអរគ្នាវាភ្លឺច្បាស់នៅក្រោមពន្លឺថ្ងៃហើយវាមានបញ្ជាក់បន្ថែមទៀតជូនបងប្អូនអរគ្នានេះវាមាន IP64 ការពារធូលីនិងជម្រាបទឹកកម្រិតស្រាលផងដែរហើយគាត់ធានាទៅលើ50ខែនៃភាពអុសចេញចូលវា smooth អត់ធ្លាក់ល្បឿនរហូតដល់50ខែបើគិតទៅវាចូល4ឆ្នាំជាងដែរបាទឥឡូវកុំឲ្យវែងឆ្ងាយអានេះគ្រាន់តែជា spec សង្ខេបរបស់ខ្ញុំដែលនិយាយទៅកាន់បងប្អូនអរគ្នាទេឥឡូវខ្ញុំធ្វើការ unboxing វាទៅកាន់បងប្អូនអរគ្នាតើវាមានរូបរាងនិងលក្ខណៈដូចម្ដេចដែលយើងមើលខាងក្រៅយើងដឹងថារូបរាងរបស់វាគឺដូចទៅនឹង iPhone 17 Pro Max គឺ Nobia V80 នេះឥឡូវខ្ញុំធ្វើការ unboxing តើនៅក្នុងប្រអប់របស់វានឹងវាមានអីខ្លះហើយរូបរាងវាយ៉ាងម៉េចខ្លះអញ្ចឹងបងប្អូនអរគ្នាអាចតាមដានទស្សនាដូចតទៅហើយនេះគឺជារូបបាទនេះគឺជាទូរស័ព្ទ Nobia V80 នេះឯងហើយនៅក្នុងប្រអប់របស់វាគឺបងប្អូនអរគ្នាតែងតែឃើញនៅឆ្នាំងសាករបស់វាបាទឆ្នាំងសាកហើយទីទូទៅ free screen ពណ៌សថ្លានេះបាទគ្រប់ model ទាំងអស់ភាគច្រើនគេ free screen ពណ៌សថ្លាហើយនៅក្នុងប្រអប់របស់វាបងប្អូនឃើញមានមជ្ឈុលចាក់ហើយនឹងនេះឆ្នាំងសាករបស់វាបាទឆ្នាំងសាករបស់វាគឺនឹងមានកម្លាំងប្រមាណវ៉ាត់ទេបងប្អូនអរគ្នាប្រហែលជា15វ៉ាត់មិនដឹងព្រោះក្រុមហ៊ុនអត់បានប្រាប់អំពីល្បឿននៃការសាកថ្មទេហើយឥឡូវយើងមើលរូបរាងរបស់វាទាំងអស់គ្នាបងប្អូនកុំឲ្យពិបាកបាទនេះគឺជារូបរាងរបស់វាហើយវាប្រើប្រាស់អេក្រង់ទម្លុះមិនមែនអេក្រង់ដកទុកទេអេក្រង់ស៊ីវិល័យហើយអេក្រង់ទម្លុះហ្នឹងហើយនេះក៏ដាក់ល្បឿន refresh rate ហើយនឹង spec របស់វាបងប្អូនអរគ្នាអាចមើលបានដោយតែខ្ញុំបានរាយរាប់ខាងដើមអញ្ចឹងដែរឥឡូវយើងមើលរូបរាងផ្នែកខាងក្រោយរបស់វាបាននេះបាទ17 Pro Max ទាំងស្រុងបាទសូម្បីតែ flash សងខាងនៅខាងក្រោយនេះបាទហើយខាងលើខាងក្រោមនេះក៏ដូច iPhone 17 Pro Max ដែរតែខុសគ្នាតែផ្លាក Nobia ទេបាទ Nobia នេះគឺពេលយើងដោះផ្លាកនឹងចេញបកអានេះចេញទៅបិទ logo ផ្លែប៉មកន្លែងនេះទៅវាគឺជា iPhone 17 Pro Max ហើយបងប្អូនអរគ្នាហើយកាមេរ៉ាទាំង3គ្រាប់នេះទៀតក៏បាទស្តៀងខ្លាំងមែនទែនបាទយើងកុំនិយាយថាដូចស្តៀងខ្លាំងមែនទែនហើយធ្វើដូចជាមាន action button អីនេះបាទ power វាស្តៀងនឹង action button ដែរហើយតកតងជាមួយនឹងវាមានរន្ធកាសមួយដែរបងប្អូនបាទរន្ធកាសមួយដែររន្ធកាសនេះគឺ 3.5 mm speaker ពុកសាក់ Type C រន្ធមិចរន្ធអីចឹងបងប្អូនបាទអញ្ចឹងតម្លៃ$139បងប្អូនបានអីខ្លះ
បងប្អូនបានរូបរាងទី1គឺរូបរាងបាទរូបរាងដូចទៅនឹង iPhone 17 Pro Max ទាំងស្រុងហើយវាមានទំហំ RAM ក៏ធំដែរបងប្អូនអរគ្នាស្រឡាញ់ RAM 8/8 ទំហំផ្ទុក 128GB មិនតូចទេប៉ុណ្ណឹងអាចប្រើបានហើយតម្លៃត្រឹមតែ$139ប៉ុណ្ណោះហើយវាមានកាមេរ៉ា AI 50 megapixel អញ្ចឹងថតរូបបានហើយមានកម្រិតការពារជំរាបទឹកនិងធូលីទៀតបងប្អូនអរគ្នាបាទអញ្ចឹងអាចប្រើប្រាស់បានហើយបងប្អូនអរគ្នាប៉ុណ្ណេះបាទខ្ញុំអត់បានបើកឲ្យមើលទេខ្លាច view ណាតែ view ប៉ុន្តែគាត់ថានេះគឺជាអេក្រង់ទម្លុះមិនមែនអេក្រង់ដំណក់ទឹកចំនួនចាស់ទេបាទហើយកែមខាងក្រោមនេះយើងមើលទៅឃើញសល់រៀងច្រើនបន្តិចដែរប៉ុន្តែអត់អីទេចំពោះទូរស័ព្ទ$139នេះមិនងាយនឹងរកអេក្រង់បាទដែលមានកែមស្ដាងទេហើយក៏មិនមែនជាអេក្រង់ OLED ដែរវាជាប្រភេទអេក្រង់ IPS LCD ធម្មតាទេបងប្អូនអរគ្នាអញ្ចឹងបើមានតម្រូវការសូមកុំភ្លេចតាក់ទងមកតាមpage ឬក៏តាម YouTube របស់ខ្ញុំនេះបាទគឺមានឈ្មោះហាងច្បាស់លាស់គឺសីហាស្រីឡានៅផ្សារណតឹងបាទអញ្ចឹងសូមកុំភ្លេចតាក់ទងមកមានតម្រូវការបាទអញ្ចឹងអរគុណច្រើននេះគឺពណ៌នេះបាទគឺពណ៌ដែលយើងហៅថាពណ៌ស្តៀងទៅនឹងពណ៌ទឹកក្រូចដែរបាទក៏ធ្វើមកស្តៀងមែនតើហើយខ្ញុំ unboxing ពណ៌ខ្មៅមួយទៀតទៅកុំឲ្យបងប្អូនអរគ្នាអត់បានឃើញហើយពិបាកប្រៀបធៀបគ្នាហើយវីដេអូនេះរៀងវែងបន្តិចអធិស្ឋានផងដោយសារយើងនិយាយពីស្ពេចលម្អិតនៅក្នុងពណ៌នឹងពណ៌ទឹកក្រូចនឹងរៀងច្រើនអញ្ចឹងអានេះអត់និយាយទេគ្រាន់តែបង្ហាញរូបរាងទេពណ៌ខ្មៅនេះហើយខ្ញុំក៏អត់ទាន់បានដឹងថារូបរាងរបស់វាគឺខ្មៅនឹងខ្មៅរលោងឬក៏ខ្មៅគ្រើមឬក៏ខ្មៅស្អាប់ដែរហើយបើមួយទៀតunboxing មួយទៀតបាទសង្ខេបលឿនដើម្បីបងប្អូនប្រៀបធៀបគ្នាងាយស្រួលក្នុងការសម្រេចចិត្តទិញបាទនេះបងប្អូនអាចទស្សនាបានបាទមើលទៅបាទគឺខ្មៅរៀងស្អាប់រៀងគ្រើមបាទដូចម៉ូតូស្កូពីបាទនិយាយចំដូចម៉ូតូស្កូពីទំចេញ2026នឹងដែរបាទអញ្ចឹងកាន់ទៅទំនើបស៊ីវិល័យបងប្អូនអរគ្នា139បាទដាក់សបោដាក់អីទៅបាទគេអត់ចាប់អារម្មណ៍ថាជា iPhone 17 Pro Max ឬក៏ Nubia ទេបាទគឺមើលទៅស្តៀងគ្នាមែនតើបាទបងប្អូនអរគ្នាអាចមានតម្រូវការអាចសម្រេចចិត្តបាននេះពណ៌ទាំងពីរពណ៌ដែលខ្ញុំ unboxing ជូនបងប្អូនអរគ្នាបាទអរគុណច្រើន